ទៀតណាត្រកូលអីឈ្មោះអីអាយុប៉ុន្មានស្រុកណីណាលីទីងយើងមិនតន់ត្រូវបញ្ឈប់ពីតំណែងហើយបានចាក់ឲ្យយើងថ្វាយបង្គំឯងស៊ូស៊ឺយើងថ្វាយបង្គំទេវតាថ្វាយបង្គំពុកម្ដាយថ្វាយបង្គំព្រះមហាក្សត្រតែមិនថ្វាយបង្គំមនុស្សអាក្រក់ទេហើយក៏មិនថ្វាយបង្គំមនុស្សអកតញ្ញូដែរបែកគេភ្លាមហេជប់សិនស៊ូអូចាំងចៅគេនិយាយថាក្នុង10ឆ្នាំម្ដងគេម្ដងយើងស៊ូយើងតែពីរជាមិត្តរួមថ្នាក់ជាមួយគ្នាកាលនោះឯងគឺជាអ្នកកាត់ក្តីនៅហ្វុងសៀងយើងជាអ្នកកាន់ច្បាប់ក្រោមការគ្រប់គ្រងរបស់ឯងបើនឹកស្មានថាថ្ងៃនេះយើងទាំងពីរបានជួបគ្នាបែបនេះសោះគ្មានអីគួរឆ្ងល់ទេអូបាននិយាយទៅមើលជូមីងកាលពី20ឆ្នាំមុនយើងទាំងពីរអ្នកទូងស្គរប្រឹងប្រដៅនៅក្នុងរាជធានីប្រៀបដូចជាកាលពីម្សិលមិញសោះប៉ុន្តែក្រោយមកឯងលួងវាងអានស៊ឺរនេបរណប់វាងអានស៊ឺនៅទីបំផុតឯងក្បត់វាងអានស៊ឺចុះចូលជាមួយអបរាយបាងគួយហើយក៏ប្រែគំនិតចាប់តាំងពីពេលនោះមកការបង្កើតច្បាប់ថ្មីវាងអានស៊ឺឲ្យយើងចូលរួមច្រើនលើកប៉ុន្តែយើងមិនយល់ព្រមថ្ងៃនោះបើសិនជាយើងយល់ព្រមពួកឯងគ្រាន់តែជាក្របអុករបស់យើងតែប៉ុណ្ណោះស្បោះនឹងព្រះមហាក្សត្រមិនមែនស្បោះនឹងមន្ត្រីណាម្នាក់នោះទេកណ្ដោះមកមន្ត្រីអាក្រក់តែងតែនិយាយថាស្មោះចំពោះព្រះមហាក្សត្រក៏ប៉ុន្តែជាក់ស្ដែងក្បត់នឹងមិត្តភក្តិក្បត់នឹងគ្រូរបស់ជូមីងកុំនិយាយជាមួយគេច្រើនបើមិនប្រើទណ្ឌកម្មគេមិនដឹងថាច្បាប់ខ្លាំងយ៉ាងណាទេតើច្បាប់ស្អីទៅលីទីងតាមច្បាប់មហាសង្ឃយើងនិយាយស្ដីគ្មានខុសទេស៊ូយើងសរសេរកំណាត់ពី3តែមានទោសអីទៅតើច្បាប់មហាសង្ឃមានកំណត់ទេម្យ៉ាងទៀតយើងមិនតាន់ត្រូវបញ្ឈប់ពីតំណែងអ្នកទាំងអស់គ្នាបានជាទុកយើងជាអ្នកទោសគឺអ្នកទាំងអស់គ្នាមើលស្រាច្បាប់នេះហ៊ាននិយាយពីច្បាប់ទៀតនេះគឺជារឿងមួយដែលគួរអស់សំណើចណាស់ស៊ូថ្លាំធំណាស់នៅប្រកាច់អីទៀតឯងសរសេរកំណាត់ប្រឆាំងនឹងច្បាប់ថ្មីមិនក៏ថាគ្មានទោសទៅវិញចំពោះការតែងកំណាត់តាមចិត្តរីករាយនឹងការមើលឃើញឬក៏ការមិនសប្បាយក្នុងចិត្តយកកំណាត់មកធ្វើការរៀបរាប់វាគឺជាលក្ខណៈពិសេសរបស់កំណាត់តែមានទោសមកពីណាទៅពួកឯងមិនស្គាល់ពីកំណាត់មិនមែនជាកំហុសរបស់យើងទេឯងថ្លើមធំណាស់ស៊ូថ្ងៃនេះមានកៅអីឲ្យឯងអង្គុយហើយអង្គុយចុះទៅយើងចង់សួរឯងថាសាលាក្តីមានសិទ្ធិសួរចម្លើយយើងនៅក្នុងគុកហើយនឹងដាក់ទណ្ឌកម្មលើយើងទេពួកគេសួរចម្លើយអីយើងមិនបានបញ្ជាពួកគេសួរចម្លើយទេក៏ប៉ុន្តែទោះជាមន្ត្រីជាន់ខ្ពស់ណាក៏ដោយឲ្យតែមកដល់ទីនេះត្រូវតែគោរពច្បាប់នៅទីនេះដូច្នេះហើយត្រូវតែមានច្បាប់ទម្លាប់ខ្លះដែរតែមែនទេឯសើរឿងអីកាលនោះប៉ាចិនបាននិយាយថានេះហើយជាគុកធំសាលាច្បាប់បើសិនជាមនុស្សអាក្រក់ជាអ្នកកាន់កាប់ហើយវានឹងខ្លាចទៅជាឋាននរកខ្លាចជាកន្លែងធ្វើបាបមន្ត្រីល្អហេតើឯងត្រង់ទេឯងស្មោះនឹងព្រះមហាក្សត្រទេឯងជាមន្ត្រីស្មោះត្រង់ទេយើងមិនហ៊ានថាខ្លួនឯងជាកំពូលមន្ត្រីស្មោះត្រង់ទី1នៃមហាសង្ឃទេតែពីតូចមកយើងមានឪពុកម្ដាយអប់រំមានព្រះមហាក្សត្រជាអ្នកដឹងឮមហាសង្ឃប្រកាន់នូវធម៌កតញ្ញូជាចម្បងយ៉ាងហោចណាស់យើងដឹងថាកតញ្ញូតាធម៌គឺជាអ្វីដែរនេះតែយើងចូលមន្ទីរនេះគឺជាមន្ត្រីកាត់ក្តីឯងហេតុថាយើងគ្មានធម៌កតញ្ញូចុះឯងមានធម៌កតញ្ញូស្អីទៅឈប់សិនឯងច្រឡំមនុស្សល្អហើយសត្វក្អែបចិញ្ចឹមខ្លួនឯងក៏ដឹងដែរក្នុងមួយថ្ងៃ3ពេលវាយកចំណីយកទៅឲ្យមេរបស់វាចំណែកឯងកាត់ទោសស៊ូដោយសារតែសងសឹកគំនុំតខ្លួនតែប៉ុណ្ណោះឯងនិយាយយ៉ាងនេះបានន័យថាឯងប្រមាថមើលងាយមន្ត្រីរាជការហើយក្រោយពេលច្បាប់ខ្ចីប្រាក់ប្រកាសចេញមកព្រះអង្គមិនបង្ខំឲ្យប្រជារាស្ត្រខ្ចីប្រាក់ទេប៉ុន្តែតំបន់ជាងសួរហើយនឹងជឿជាងហើយដើម្បីបានជាបិទប្រកាសបង្ខំឲ្យប្រជារាស្ត្រទៅខ្ចីប្រាក់យ៉ាងនេះក្រោយមកនៅក្នុងគុកហាងចៅសុទ្ធតែជាអ្នកទោសហាងបាត់ទ្វារស្រែចម្ការទុកចោលអ្នកណាក៏បានដឹងដែរលីទីឯងហ៊ានដោះឯកសណ្ឋានរបស់ឯងចេញហើយទៅពិនិត្យមើលជាក់ស្ដែងជាមួយនឹងយើងទេឯងធ្វើយ៉ាងនេះគឺជាការប្រមាថដល់ច្បាប់ថ្មីហើយប្រមាថបើអញ្ចឹងហេតុអីបានជាការនោះលោកម្ចាស់សិនផ្ដល់ស្បៀងឲ្យប្រជារាស្ត្រភៀសខ្លួនហើយនៅពេលដែលព្រះអង្គទល់ឃើញជនភៀសខ្លួនច្រើនយ៉ាងនេះហេតុអីបានជាដកហូតតំណែងអបរាជបាំងអានស៊ឺនេះគឺគ្រោះធម្មជាតិនៅទូទាំងនគរគឺប្រជារាស្ត្រដូចតែគ្នាទេពីមុនហានចៅក៏មានគ្រោះរាំងស្ងួតនិងសត្វល្អិតកើតឡើង
ហេតុអីការនោះគេអាចដោះស្រាយបាននៅក្រៅពេលដែលបង្កើតច្បាប់ថ្មីហេតុអីបានជាដោះស្រាយមិនបានពួកឯងដឹងតែពីលងប្រតិព្រះមហាក្សត្រធ្វើនេះគឺដើម្បីឡើងឋានៈដើម្បីឡើងបុណ្យស័ក្តិមិនគិតពីការសាបព្រោះរបស់ប្រជារាស្ត្រទេតើនេះគឺជាការស្មោះត្រង់មែនទេភាគច្រើនគេតែងតែហៅថាមន្ត្រីលងលងស្អីទៅហៅថាមន្ត្រីលងលងបានន័យថាបញ្ចុះបញ្ចូលព្រះមហាក្សត្រភូតកុហកព្រះមហាក្សត្រប៉ុន្តែបានជាគម្រាមកំហែងធ្វើបាបប្រជារាស្ត្រសូត្រង់ឯងជប់និយាយហេសួរឯងដឹងពីច្បាប់ខ្លាំងប៉ុណ្ណាហើយនៅក្នុងលោកនេះពួកឯងយកអ្វីយកតាមចិត្តប៉ុន្តែចិត្តរបស់យើងពួកឯងមិនអាចយកបានទេពួកឯងចង់ធ្វើអីក៏ធ្វើទៅឯងនិយាយទៅមើលហេតុអីមានចិត្តប្រឆាំងយ៉ាងនេះចាចៅសូមឯងកុំធ្វើអ្វីឲ្យជ្រុះហួសហេតុពេកយើងនៅចាំព្រះមហាក្សត្ររាជវង្សថាមានពាក្យមួយថាអញ្ជើញលោកចូលក្នុងក្រឡបានន័យថានៅក្នុងក្រញាំរបស់គេទៅហើយវាប្រកាសជាវេទនាខ្លាំងណាស់ប៉ុន្តែពួកឯងជាអ្នកធ្វើមានមនុស្សជាអ្នកមើលនៅថ្ងៃណាមួយដែលពួកឯងលែងមានប្រយោជន៍ចំពោះជនណាម្នាក់ហើយអញ្ចឹងពេលនោះពួកឯងក៏មិនខុសពីយើងប្រមាណដែរពាក្យមុនស្ដាប់ក៏បានមិនស្ដាប់ក៏បានប៉ុន្តែត្រូវតែស្ដាប់ពាក្យចុងក្រោយសួរឯងមានទេពកោសល្យល្អគឺជាការពិតមានសម្ដាងល្អប្រឡងជាប់ល្បីឈ្មោះបន្តិចបន្តួចមានអីគួរអស្ចារ្យទៅចុះហេតុអីបានជាឯងមើលសល់គេម្នាក់ហើយម្នាក់ទៀតយ៉ាងនេះបើសិនជាប្រៀបធៀបជាមួយនឹងមន្ត្រីដែលប្រឡងមិនជាប់ក្បត់នឹងមិត្តភក្តិតោងអ្នកមានបុណ្យស័ក្តិចិត្តប្រែប្រួលមិនទៀងទាត់មិនចេះគ្រប់ពាក្យសន្យាដូចជាឯងនេះស៊ូយើងគ្រាន់បើជាងឯងរាប់រយដងឯណោះចំតែយើងប្រឡងជាប់ជាមន្ត្រីហើយតែងតាំងដល់អតីតប្រជាយានចុងតែឯងបានជាចាប់ខ្លួនយើងចោទថាយើងមានទោសប្រមាថដល់អតីតព្រះរាជាមិនដឹងថាឯងរៀនមកពីណាមិនស័ក្តិសមជាមន្ត្រីរាជការវាគួរឲ្យអស់សំណាយពេកហើយឯងពិតជាមិនចេះខ្មាស់អៀនមែនហ៊ានទុកខ្លួនឯងជាអ្នកក្រន់បើផងស៊ូថាងចំពោះទេពកោសល្យហើយនឹងការយល់ដឹងមិនមែនសាច់ទៅលើយើងជាអ្នកអួតនោះទេគឺព្រះមហាក្សត្រប្រទានមកយើងឬមួយអាចចង់ប្រឆាំងនឹងព្រះគំនិតរបស់ព្រះអង្គហើយតែព្រះអង្គសរសើរយើងម្ដងហើយម្ដងទៀតព្រមទាំងថាកំណាប់របស់យើងមានន័យល្អហើយនេះហើយបានជាមន្ត្រីកំពេចកំពុកដូចជាឯងចឹងមិនសុខចិត្តចេះតែប្រើល្បិចធ្វើបាបយើងនៅពេលដែលយើងទទួលដំណើរជាមន្ត្រីកាន់កាប់ស៊ីជើងទាំងអស់គ្នារារាំងមិនឲ្យយើងចូលកោះព្រះមហាក្សត្ររឿងនេះយើងក៏ដឹងដែរអស្ចារ្យពិតជាអស្ចារ្យមែនថ្ងៃនេះទោះជាមាត់ឯងគឺជាមាត់ដៃក៏អត់បានកាត់ដែរពីព្រោះថាឯងគឺជាអ្នកទោសរបស់យើងទៅហើយលីទីងឯងសាច់ដូចជាមិនសមទេអ្នកទាំងអស់គ្នាខ្លាចយើងជាមនុស្សត្រង់ពេកបើសិនជាយើងចូលរាជធានីប្រកាសជាប៉ះពាល់ដល់ពួកឯងទាំងអស់គ្នាពួកឯងរកពាក្យតបបានមិនបានដូច្នេះហើយបានជាប្រើល្បិចធ្វើបាបយើងម្យ៉ាងទៀតពួកឯងចង់ធ្វើឲ្យយើងស្លាប់ទើបពួកឯងអស់ចិត្តគុំភ្លេចថាធ្វើអ្វីជ្រុលពេកតែមានប្រតិកម្មគៀបសង្កត់កាន់តែខ្លាំងប្រឆាំងកាន់តែខ្លាំងពួកឯងបង្កករណីឧថ័យជាករណីទី1ដែលនៅក្នុងប្រវត្តិសាស្ត្រមិនដែលមានពួកឯងធ្វើឲ្យព្រះអង្គខ្លាចទៅជាស្ដេចដែលមិនដឹងអីពួកឯងនឹងស្អុយឈ្មោះនៅក្នុងប្រវត្តិសាស្ត្រចំណែកស៊ូយើងនឹងរក្សាកេរ្តិ៍ឈ្មោះជារៀងរហូតសូមកុំបន្ទោសយើងឯងការពិតគឺពួកឯងជាអ្នកជួយយើងគួរតែអរគុណពួកឯងទាំងអស់គ្នាដើម្បីរក្សាកេរ្តិ៍ឈ្មោះល្អនៅក្នុងប្រវត្តិសាស្ត្រយើងមិនធ្វើអ្វីតាមចិត្តរបស់ពួកឯងដែលចង់ធ្វើទោះជាយើងស្លាប់ក៏ដោយអ្វីដែលយើងចង់ប្រាប់ពួកឯងទាំងអស់គ្នាយើងបាននិយាយចប់ហើយចាប់ពីពេលនេះតទៅសូម្បីតែមួយម៉ាត់ក៏យើងមិននិយាយដែរ